សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីបងប្អូនទាំងអស់គ្នាកំពុងតែល្បីហើយមានការជជែកវែកញែកដេញដោលច្រើនខ្លាំងមែនទែនទៅលើការធ្វើការងាររបស់អភិបាលខេត្តពោធិ៍សាត់ដែលលោកបានចុះទៅធ្វើការជួសជុលផ្លូវណាធ្វើការជួសជុលផ្លូវដើម្បីសម្រួលចរាចរណ៍ក៏ដូចជាសម្រួលនៅផលពិបាកដូចជាកលុកកហុកចឹងទៅបងប្អូនទាំងអស់គ្នាហើយអ្វីដែលយើងឃើញនៅក្នុងបណ្ដាញសង្គមបងប្អូនយើងខមមិនច្រើនមែនទែនខមមិននោះគឺខមមិនស្ដីបន្ទោសខមមិនរិះគន់តាក់ទងជាមួយនឹងស្តង់ដារបច្ចេកទេសដែលមន្ត្រីនឹងគាត់ចុះទៅធ្វើនឹងណាគាត់រិះគន់ថាមិនក៏នាំគ្នាធ្វើផ្លូវអញ្ចឹងហើយមិនក៏ស្តង់ដារស្រុកខ្មែរនឹងមិនក៏ធ្វើផ្លូវអញ្ចឹងវិញណាបងប្អូនទាំងគ្នាអានេះគឺជាការគិតរបស់បងប្អូនប៉ុន្តែនៅក្នុងវីដេអូនេះសម្រាប់ខ្ញុំមកនិយាយអំពីមនសិការណាខ្ញុំអត់តន់និយាយពីបច្ចេកទេសទេខ្ញុំនិយាយពីមនសិការបងប្អូនទាំងគ្នាបើបងប្អូនទាំងគ្នាស្ដាប់ខ្ញុំបន្តិចបងប្អូនអាចនឹងបើកចិត្តទលាយបន្តិចណាហើយបងប្អូនបើកចិត្តឲ្យទលាយបន្តិចហើយគិតសារឡើងវិញម្ដងទៀតណាបងប្អូនទាំងគ្នាហេតុផលដែលខ្ញុំមកនិយាយអំពីមនសិការនេះគឺថានេះគឺជាសកម្មភាពគំរូខ្ញុំនិយាយពីសកម្មភាពគំរូខ្ញុំនិយាយពីមនសិការសិនហើយខ្ញុំអត់និយាយពីបច្ចេកទេសនៅក្នុងការធ្វើផ្លូវថ្នល់ទេបច្ចេកទេសខ្ញុំនឹងនិយាយបន្តទៀតណាបងប្អូនទាំងគ្នាអញ្ចឹងខ្ញុំនិយាយពីមនសិការសិនមនសិការរបស់ថ្នាក់ដឹកនាំមួយរូបជាអ្នកជាចៅហ្វាយខេត្តមួយរូបបងប្អូនទាំងគ្នាគាត់មានអីគាត់មានទំនួលខុសត្រូវណាគឺខ្ញុំសរសើរគាត់មានទំនួលខុសត្រូវនៅក្នុងការមើលឃើញអំពីចន្លោះខ្វះខាតក៏ដូចជាផលវិបាកដែលកំពុងតែប្រជាពលរដ្ឋកំពុងតែជួបហើយខ្ញុំបានជួបជាមួយខ្ញុំបានឃើញអ្នកដែលរស់នៅក្នុងខេត្តហ្នឹងគឺគាត់ចេញមកនិយាយថាចៅហ្វាយខេត្តនេះគឺគាត់ល្អណាសេវាកម្មសេវាអីគឺល្អហើយការមើលការខុសត្រូវការរៀបចំអីហ្នឹងគឺល្អណាខេត្តពោធិ៍សាត់គឺល្អបងប្អូនទាំងគ្នាអញ្ចឹងយើងមើលទៅលើការសកម្មភាពនេះសបញ្ជាក់ឲ្យឃើញថាមនសិការរបស់គាត់គឺពិតជាល្អមែនមនសិការយ៉ាងម៉េចមនសិការគាត់ទំនួលខុសត្រូវគាត់មើលឃើញពីផលលំបាកអញ្ចឹងគាត់ចុះទៅធ្វើណាបងប្អូនទាំងគ្នាចុះទៅធ្វើហើយមួយទៀតណាកុំឲ្យដូចពាក្យខ្មែរយើងនិយាយថាអីគុណ100សំពៅទោះមួយចូលទៅរលីបាត់អស់ណាកុំឲ្យអញ្ចឹងណាបងប្អូនទាំងគ្នាគាត់ធ្វើនេះណាបងប្អូនទាំងគ្នាខ្ញុំអត់តនិយាយពីបច្ចេកទេសទេណាគឺគាត់មានចិត្តគាត់ឃើញពីផលលំបាកគាត់ចង់ឲ្យខេត្តគាត់ស្អាតគាត់ចង់ឲ្យខេត្តគាត់ល្អបងប្អូនទាំងគ្នាហើយខ្ញុំគិតថាការធ្វើនេះហាក់ដូចជាវាមិនធ្ងន់ធ្ងររហូតទៅដល់បងប្អូននងគ្នារិះគន់រហូតដល់ថ្នាក់ទៅចោតទៅដល់ថ្នាក់ដឹកនាំទៅដល់ប្រទេសមួយទាំងមូលថាបច្ចេកទេសកម្ពុជាធ្វើផ្លូវអញ្ចឹងមែនអីអញ្ចឹងមែនខ្ញុំអត់អង្គមទៅដល់ថ្នាក់ហ្នឹងពេកបងប្អូនទាំងគ្នាណាបងប្អូនទាំងគ្នាបច្ចេកទេសហ្នឹងគឺថាមើលទៅវាមិនសមមែនហើយវាមិនជាប់ទេណាវាមិនជាប់បានរាប់ឆ្នាំអីទេបងប្អូនទាំងគ្នាប៉ុន្តែតាមការបញ្ជាក់របស់ចៅហ្វាយខេត្តនេះគឺការធ្វើនេះគឺជាការសម្រួលការលំបាកបណ្ដោះអាសន្នសម្រាប់ប្រជាជនតែប៉ុណ្ណោះមិនមែនធ្វើដើម្បីជាប់យូរអង្វែងទេបងប្អូនទាំងគ្នាហើយគាត់ក៏បានដឹងដែរថាធ្វើអញ្ចឹងវាមិនមែនជាប់យូរអង្វែងទេប៉ុន្តែនេះគឺជាដំណោះស្រាយសម្រាប់គាត់នៅក្នុងការដោះស្រាយឲ្យប្រជាជននឹងធ្វើដំណើរបានស្រួលពីព្រោះកន្លែងហ្នឹងគឺមានកុហកច្រើនពេកសម្រាប់ខ្ញុំផ្ទាល់ខ្ញុំគាំទ្រជាមួយនឹងសកម្មភាពបែបនេះបងប្អូនទាំងគ្នាខ្ញុំគាំទ្រយ៉ាងម៉េចខ្ញុំគាំទ្រនៅវិន័យការរបស់គាត់ដែលមើលឃើញពីភាពលំបាករបស់ប្រជាជនអញ្ចឹងមើលឃើញពីទុក្ខលំបាកអញ្ចឹងគាត់ចុះទៅជួយសម្រួលហើយមួយវិញទៀតអ្វីដែលខ្ញុំចង់និយាយលុយដែលគាត់យកមកធ្វើហ្នឹងណាមិនមែនជាលុយរដ្ឋមិនមែនជាលុយអភិវឌ្ឍផ្លូវទេមិនមែនជាលុយរដ្ឋដែលគេតម្លាក់មកឲ្យគាត់ធ្វើអញ្ចឹងទេបងប្អូនទាំងគ្នាគាត់មានមនសិការគាត់មានទឹកចិត្តណាជាមួយក្រុមមន្ត្រីរបស់គាត់ទាំងអស់ហ្នឹងក៏ដូចជាប្រជាពលរដ្ឋនៅតាមហ្នឹងគាត់មានចិត្តគាត់ចូលរួមចូលជាលុយរៃអង្គាសលុយគ្នាយកមកធ្វើអញ្ចឹងដើម្បីសម្រួលចរាចរណ៍សម្រួលសម្រាប់ចរាចរណ៍កន្លែងហ្នឹងបងប្អូនអញ្ចឹងកន្លែងហ្នឹងខ្ញុំនិយាយពីមនសិការខ្ញុំអត់តន់និយាយពីបច្ចេកទេសទេយើងមើលឃើញថាបច្ចេកទេសវាមិនត្រូវមិនធ្វើអញ្ចឹងវាខុសហើយវាអត់មានជាប់អីទេបានយូរអង្វែងអីទេប៉ុន្តែសួរថាតើមនសិការរបស់យើងនៅត្រង់ចំណុចហ្នឹងតែយើងត្រូវបន្ទោសគាត់មែនទាំងដែលគាត់យកលុយរបស់គាត់និងលុយរបស់ថ្នាក់ដឹកនាំចង់ថាលុយរបស់មន្ត្រីរបស់គាត់ហ្នឹងគាត់ចូលរួមណាគាត់ចូលរួមគ្នាគាត់រៃអង្គាសគ្នាដើម្បីធ្វើវាគាត់មិនមែនទៅយកលុយពីរដ្ឋយកលុយរដ្ឋតែគេតម្លាក់មកហ្នឹងយកមកធ្វើអញ្ចឹងទេហ្នឹងបើសិនជាគេតម្លាក់លុយពីរដ្ឋមកឲ្យគាត់យកមកធ្វើអញ្ចឹងអាហ្នឹងកំហុសរបស់គាត់ធ្ងន់ធ្ងរមែនប៉ុន្តែនេះគឺជាការសម្រួលគឺជាទំនួលខុសត្រូវរបស់គាត់បងប្អូនអ្នកគ្នាត្រូវមើលកន្លែងហ្នឹងដែរណាត្រូវមើលកន្លែងហ្នឹងដែរបងប្អូនអ្នកគ្នាហើយបងប្អូនមួយចំនួនខ្ញុំឃើញទៅប្រៀបធៀបមួយប្រទេសគេដទៃដូចជាប្រទេសមួយទៅអាមេរិកទៅនៅស្រុកគេធ្វើផ្លូវថ្នល់ជាប់ល្អខ្លាំងណាបងប្អូនមុននឹងប្រៀបធៀបចឹងបងប្អូនត្រូវប្រៀបធៀបឲ្យអស់ដែរណាប្រៀបធៀបអស់ដែរបងប្អូនបើយើងនិយាយពីអាមេរិកវិញណាបងប្អូនអ្នកដែលនៅអាមេរិកបងប្អូនដឹងហើយណាដឹងហើយថាផ្លូវថ្នល់វាយ៉ាងម៉េចយើងប៉ះពាល់បានអត់ផ្លូវថ្នល់ហ្នឹងទោះបីជាមុខផ្ទះយើងក៏ដោយតើយើងមានទំនួលខុសត្រូវយ៉ាងម៉េចណា
និយាយពីអាមេរិកវិញបងប្អូនណាតិចបងប្អូនមានផ្ទះនៅជាប់ផ្លូវថ្នល់ផ្លូវអីសូម្បីតែស្មៅសាក់យើងអត់ទុកចោលអត់កាត់ឲ្យឡើងខ្ពស់ដុះអញញ៉ៃពេញមុខផ្ទះយើងណាទាំងដីយើងក៏ដោយក៏ត្រូវរត់ពីនៃយើងដែរបងប្អូននៅអាមេរិកគេពីនៃយើងហើយយើងតិចទៅបោះសម្រាមទៅបុកដីផ្ទះយើងទៅតម្លាក់ចូលខ្នល់អីហ្នឹងគេឃើញគេពីនៃយើងដូចគ្នាណាហើយមុខផ្ទះយើងជាក់ស្ដែងនៅអាមេរិកតិចថាមុខផ្ទះយើងឲ្យផ្លូវថ្នល់ហ្នឹងស្រាប់តែខ្ទេចខ្ទីអស់លីងណាដោយសារតែយើងចេះតែបាញ់ទឹកចេះចុះធ្វើឲ្យផ្លូវថ្នល់ហ្នឹងខូចខាតតិចថារត់គេអ្នកមកធ្វើឲ្យយើងអត់ទេគេនឹងដាក់បន្ទុកនេះមកលើម្ចាស់ផ្ទះតែម្ដងណាដាក់លើម្ចាស់ផ្ទះតែម្ដងឲ្យម្ចាស់ផ្ទះហ្នឹងចេញសងផ្លូវថ្នល់រត់ចេញធ្វើឲ្យស្អាតវិញហើយយើងអត់មានទៅបោះសម្រាមចោលសម្រាមប្រេះបដាតែគេឃើញគេពីណីណានេះស្រុកអាមេរិកបើបងប្អូនប្រៀបធៀបត្រូវប្រៀបធៀបអញ្ចឹងដែរអញ្ចឹងនៅស្រុកអាមេរិកប្រជាជនគេគោរពច្បាប់ណាគោរពច្បាប់ផ្លូវថ្នល់ផ្លូវអីមុខផ្ទះខ្លួនឯងហ្នឹងគឺស្អាតជានិច្ចគឺស្អាតប្រជាជនហ្នឹងអ្នកធ្វើតែម្ដងណាហើយតាហ៊ានបំផ្លាញធ្វើឲ្យផ្លូវថ្នល់នឹងខូចហើយអត់ជួយមើលជួយអីគេបន្ទោសយើងទៀតណាប៉ុន្តែស្រុកខ្មែរយើងមានចឹងអត់ណាអ្នកខ្លះបងប្អូនអរគ្នាយកផ្លូវធ្វើអាជីវកម្មហើយចាក់ទឹកចាក់អីក៏ហុកប្រព័ន្ធណានៃមានដែរណាមកពីនៃអត់ណាមានអត់គឺអត់មានទេណាអានេះជាចំណុចមួយហើយខ្ញុំនិយាយខ្ញុំមិនមែនកាន់ជើងចវាយខេតនឹងឲ្យគាត់ធ្វើអញ្ចឹងទេណាប៉ុន្តែដូចខ្ញុំនិយាយពីមនសិការរបស់គាត់ខ្ញុំទៅសារនៅមនសិការនឹងទំនួលខុសត្រូវរបស់គាត់ក្នុងនាមគាត់ជាចវាយខេតជាអ្នកគ្រប់គ្រងខេតមួយទាំងមូលអញ្ចឹងគាត់ត្រូវមើលឲ្យសពជ្រុងជ្រោយជាពិសេសផ្លូវហ្នឹងគាត់ឃើញលំបាកអញ្ចឹងរងចាំលុយរត់តម្លាក់មកនោះលុយដែលគេតម្លាក់មកលុយដែលគេតម្លាក់មកអភិវឌ្ឍហ្នឹងវាយូរហើយកាលណាមួយខែភ្លៀងអញ្ចឹងគឺពិបាកនៅក្នុងការធ្វើណាគេអត់ធ្វើទេណាអញ្ចឹងគាត់ដំណោះស្រាយគាត់ធ្វើមិនដំណោះស្រាយមានតែចឹងឯងណាដំណោះស្រាយមានតែចឹងឯងដើម្បីថាធ្វើបណ្ដោះអាសន្នសិនដើម្បីឲ្យបងប្អូនហ្នឹងគាត់ធ្វើដំណើរបានស្រួលមួយរយៈសិនទៅតម្រាំតែចប់ខែភ្លៀងណាលុយដែលគេតម្លាក់មកលុយរលអីហ្នឹងគេយកមកធ្វើគេឈូសឆាយសាមីឲ្យស្អាតហើយណាគាត់ធ្វើនេះគាត់ក៏ដឹងដែរបងប្អូនខ្ញុំជឿជាក់គាត់ក៏ដឹងដែរណាគាត់ក៏ដឹងអូខេហើយមួយទៀតបងប្អូនមានបានទៅសួរអ្នកដែលនៅមុខនឹងអត់ណាព្រោះអីភាគច្រើនអ្នកដែលចូលខមមិនរីគុណហ្នឹងគឺគាត់មិនមែននៅកន្លែងហ្នឹងទេគឺគាត់នៅតាមខេត្តផ្សេងក៏ដូចជានៅក្នុងបណ្ដាញសង្គម Facebook យើងដឹងមកពីណាខ្លះប៉ុន្តែយើងមានសួរគាត់ថាអ្នកដែលនៅកន្លែងហ្នឹងផ្ទាល់នៅផ្ទះនៅមុខកន្លែងហ្នឹងគាត់ខឹងឬមួយគាត់សប្បាយចិត្តនៅពេលដែលឃើញអញ្ចឹងណាបងប្អូនអរគ្នាគិតមើលបើនៅមុខផ្ទះយើងកុហកអញ្ចឹងគេកុហកអញ្ចឹងហើយស្រាប់តែមានខាងមន្ត្រីខាងអីចឹងគេរៃលុយរៃគៀសគ្នាយកលុយមកនាំគ្នាចាក់បំពេញតិចតួចចឹងដើម្បីសម្រួលចរាចរណ៍មួយរយៈអញ្ចឹងតែបងប្អូនសប្បាយចិត្តឬមួយក៏បងប្អូនខឹងគេហើយខ្ញុំសួរអារម្មណ៍បងប្អូនវិញណាហើយខ្ញុំមិនកាន់ជើងខាងណាទេបងប្អូនខ្ញុំនិយាយអញ្ចឹងខ្ញុំនិយាយនេះគឺខ្ញុំនិយាយពីមនសិការរបស់គាត់ហើយខ្ញុំអត់និយាយពីបច្ចេកទេសទេបើយើងមើលទៅបច្ចេកទេសនិងស្តង់ដារដែលគាត់ធ្វើហ្នឹងគឺបងប្អូនឃើញជាក់ស្ដែងហើយខ្ញុំក៏ឃើញជាក់ស្ដែងថាវាមិនជាប់បានយូរទេណាចំណុចហ្នឹងយើងរិះគន់តោះប៉ុន្តែយើងត្រូវមើលពីមនសិការរបស់គាត់ដែរណាឬមួយក៏ទុកឲ្យគាត់ហ្នឹងកុំឲ្យគាត់ខ្វល់សុខចិត្តឲ្យគាត់ហ្នឹងតែឥឡូវសាក់គាត់អត់មកធ្វើមើលណាឥឡូវសាក់គាត់អត់មកធ្វើមើលទុកឲ្យផ្លូវកន្លែងហ្នឹងខូចខាតតិចខ្ទីទៅណាចាំដល់ពេលលុយដែលគេតម្លាក់មកដើម្បីឲ្យវត្តភូមិឃុំហ្នឹងចាំគាត់យកមកធ្វើទៅអញ្ចឹងតែបងប្អូននឹងមានមតិយោបល់យ៉ាងណាមិញណាបងប្អូនអ្នកដែលជិះមកដល់កន្លែងហ្នឹងប្រកាសជាជេរណាមកដល់កន្លែងហ្នឹងវេទនាណាចវាយខេតចវាយមេភូមិមេឃុំអត់មានមើលសោះណែបងប្អូនប្រកាសជានិយាយអញ្ចឹងណាដល់ពេលឥឡូវគេចុះមកមើលគេចុះមកជួយធ្វើសម្រួលមួយរយៈតែបងប្អូនខឹងទៀតអាហ្នឹងខ្ញុំអត់ដូចខ្ញុំនិយាយខ្ញុំអត់កាន់ជើងខាងណាទេបងប្អូនខ្ញុំអត់កាន់ជើងខាងគាត់នេះខាងណាទេតែខ្ញុំឲ្យបងប្អូនវិភាគរកហេតុផលមួយរកចំណុចមួយដែរណាដែលត្រឹមត្រូវផងដូចខ្ញុំនិយាយអញ្ចឹងគុណ100សំពៅទោះមួយចូលទៅលេខបាត់អស់ណាបងប្អូនអរគ្នាហើយខ្ញុំនិយាយនេះខ្ញុំនិយាយយ៉ាងយើងនិយាយពីមនសិការរបស់គាត់សិនយើងនិយាយពីមនសិការរបស់គាត់សិនហើយលុយដែលគាត់យកមកធ្វើហ្នឹងតើលុយរបស់រដ្ឋដែលគេប្រមូលពន្ធពីបងប្អូនយកមកធ្វើឬមួយក៏លុយរបស់អ្នកណាលុយនេះគឺតាមការបញ្ជាក់គឺលុយរបស់ចវាយខេត្តហើយក៏ដូចជាលុយដែលប្រជាជននៅចិត្តហ្នឹងគាត់ចូលរួមតាមចិត្តគាត់ហើយនឹងមន្ត្រីមួយចំនួនហ្នឹងគឺគាត់រៃលុយគ្នាទេលុយរបស់គាត់ទេលុយកប៉ៅគាត់ទេមិនមែនលុយរដ្ឋទេណាគាត់យកមកទិញស៊ីម៉ង់ទិញថ្មទេនេះមកចាក់អាហ្នឹងគឺយើងសាទរសម្រាប់ខ្ញុំគឺខ្ញុំគ្រប់គ្រងគាត់បងប្អូនអរគ្នាណាអូខេឥឡូវកុំឲ្យចេះតែនិយាយខ្ញុំចេះថាបងប្អូននឹងអរគ្នាទៅស្ដាប់ជាមួយនឹងអ្វីដែលចវាយខេត្តហ្នឹងគាត់និយាយសិនណាដែលមានការតេសម្ភាសពី News Today ហ្នឹងតើគាត់នឹងបកស្រាយបែបណាខ្លះឲ្យបងប្អូនស្ដាប់ដោយពិចារណាទាំងអស់គ្នាណាបងប្អូនអរគ្នាអូខេតាអភិបាលខេត្ត
ពោធិ៍សាត់លោកខុយឌីដាដឹកនាំមន្ត្រីនិងអាជ្ញាធរចោះចាក់បេតុងបំពេញចង្ហុកសម្បុកមាន់នៅលើផ្លូវកៅស៊ូបង្កការជជែកវែកញែកខ្លាំងលើបណ្ដាញសង្គមខណៈអ្នកខ្លះសាទរថាជួយសម្រួលការធ្វើដំណើរប៉ុន្តែអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនចោទសួរពីស្តង់ដារបច្ចេកទេសនិងភាពធន់លោកខុយឌីដាប្រាប់ News Today នៅថ្ងៃទី2ខែសីហាឆ្នាំ2026ថាការកែលម្អនេះជាការចូលរួមជាថវិកានិងសម្ភារៈពីមន្ត្រីនិងពលរដ្ឋដោយមិនប្រើថវិកាជាតិហើយអាចប្រើបានយ៉ាងហោច6ខែទស្សនៈរបស់ខ្ញុំប្រើបានយ៉ាងតិច6ខែណាបើវិស្វករគាត់បើនៅជាមួយខ្ញុំមួយប្រជាជននេះអានឹងសួរនិយាយគ្នាបើវិស្វករនៅឆ្ងាយនោះពិបាកនិយាយគ្នាមកធ្វើជាមួយខ្ញុំក៏មានវិស្វករនៅជាមួយដែរអង្គភាពជំនាញគេថាវិស្វករដូចគ្នាតាបើយើងមើលពីចង្អាយយើងឃើញចឹងតែយើងមើលនៅចំពោះមុខនេះគឺយើងអាចប្រើប្រាស់បានក្នុងរយៈពេលហ្នឹងបើមកមើលឃើញកលឹកកលុកច្រើនចឹងសួរថាគាត់ជិះវាមិនលៀងតាមបើពិបាកដៅទៀតនោះគេឲ្យលលងស្មើដោយផ្លូវដដែលបានជិះទៅស្រួលទោះយ៉ាងណាវិស្វករមួយចំនួនដែល News Today បានសាកសួរពន្យល់ថាបេតុងនិងកៅស៊ូមានភាពរឹងនិងការរីករួមមានខុសគ្នាដូច្នេះក្រោមទឹកភ្លៀងកម្ដៅនិងចរាចរណ៍រថយន្តធុនធ្ងន់ចំណុចភ្ជាប់អាចប្រេះឬក៏ខូចឡើងវិញក្នុងពេលខ្លីភាពធន់អាស្រ័យទៅលើគុណភាពគ្រឹះការសម្អាតចង្ហុកនិងការបង្ហាត់ផងដែរលោកអភិបាលខេត្តបញ្ជាក់ថារដូវភ្លៀងការជួសជុលតាមគម្រោងបច្ចេកទេសមិនទាន់អាចអនុវត្តបានដូច្នេះខេត្តត្រូវផ្ដល់ដំណោះស្រាយបណ្ដោះអាសន្នដល់ពលរដ្ឋឆ្លើយតបទៅនឹងអ្នកដែលចាត់ទុកថាសកម្មភាពនេះគ្រាន់តែជាការសម្ដែងលោកខុយឌីដានិយាយថាធ្វើយើងមើលរូបភាពពីក្រៅវាអត់សូវសមតែក៏ជាក់ស្ដែងជាស្ថានភាពសិតឯងបងប្អូនយើងកំពុងតែសប្បាយចិត្តក៏ស្រួលធ្វើដំណើរខ្ញុំអ្នកដើរហើយខ្ញុំដើរប្រមាញ់អាណាយើងធ្វើបានយើងធ្វើទៅណាយើងធ្វើបានអានឹងទុកសម្រាប់បច្ចេកទេសគេទៅអានេះគេថាយើងទៅសំដែងទៅអីអាហ្នឹងរឿងទស្សនៈរបស់បុគ្គលទេតែប្រជាជនខ្ញុំអបអរសាទរទូទាំងខេត្តយុទ្ធនាការបិទផ្លូវសម្បុកមាន់នេះគ្របដណ្ដប់លើផ្លូវចំនួន2ខ្សែប្រវែងជាង10គីឡូម៉ែត្រដែលរងការខូចខាតខ្លាំងក្នុងរដូវភ្លៀងនេះមួយខ្សែគឺភ្ជាប់ពីឃុំបឹងខ្នាឆ្ពោះទៅឃុំមេទឹកស្រុកបាកាននិងមួយខ្សែទៀតភ្ជាប់ពីផ្សារបត់រំដួលឆ្ពោះទៅបឹងព្រះពន្លាជ័យក្នុងឃុំផ្ទះរងស្រុកតាឡៅសែនជ័យ News Today បានតាក់ទងសុំការបញ្ជាក់ពីក្រសួងសាធារណការអំពីបញ្ហាបច្ចេកទេសនិងការជួសជុលនេះលោកផនរឹមជាអ្នកនាំពាក្យបានប្រាប់ថាផ្លូវដែលកំពុងជួសជុលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអភិវឌ្ឍជនបទមិនមែនក្រសួងសាធារណការនិងដឹកជញ្ជូននោះទេខ្ញុំរស់សុធាពី News Today NTTV បងប្អូនបានស្ដាប់ហើយណាបានស្ដាប់ការបកស្រាយរបស់គាត់ហើយបងប្អូនអរគ្នាអញ្ចឹងគឺយើងអាចថាយើងគិតពីមនសិការរបស់គាត់ខ្ញុំនិយាយយើងគិតពីមនសិការរបស់គាត់គឺគាត់មានចិត្តណាគាត់មានចិត្តនៅក្នុងការទទួលខុសត្រូវនៅខេត្តរបស់គាត់ណាហើយបើតាមស្ដាប់សម្ដីអ្នកខេត្តរបស់គាត់ហ្នឹងគឺថាគេទៅសារគាត់ច្រើនបងប្អូនគេទៅសារគាត់ច្រើនថាគាត់មានទំនួលខុសត្រូវហើយគាត់រៀបចំសេវាកម្មអីបម្រើប្រជាជនហ្នឹងគឺថាបានល្អណាអញ្ចឹងយើងគួរគិតដែរចំណុចហ្នឹងបងប្អូនចំណុចហ្នឹងណាដូចខ្ញុំនិយាយចឹងបើយើងគិតពីបច្ចេកទេសអូខេយើងទទួលស្គាល់ថាវាអន់មែនណាវាខូចលឿនប៉ុន្តែបើយើងនិយាយពីមនសិការនេះគឺជារឿងមួយដែលជាមន្ត្រីគំរូណាបើនិយាយពីមនសិការគាត់គឺជាមន្ត្រីគំរូដែរណាជំរុញឲ្យមានការជួយថែទាំគ្នាណាគាត់មានជំរុញឲ្យមានការជួយថែទាំជួយសម្អាតគ្នាចឹងទៅនៅមុខផ្ទះបងប្អូនចឹងទៅណាហើយមួយវិញទៀតបងប្អូនអ្នកគ្នាខ្ញុំមើលឃើញថាផ្លូវនេះដោយសារតែវាខូចច្រើនហ្នឹងដោយសារអីវាហាក់ដូចជាអត់មានលូហើយផ្ទះប្រជាជននៅតាមផ្លូវបដ ாய் ហ្នឹងគឺគាត់ធ្វើខ្ពស់ជាងខ្នល់អញ្ចឹងនៅពេលដែលភ្លៀងមកគឺភ្លៀងដក់នៅខ្នល់ហ្មងអត់ដក់អត់ទៅណាទេបងប្អូននេះអញ្ចឹងធ្វើឲ្យដក់យូរទៅវាខូចណាឡានកិនទៅមកទៅវាកើតទៅជាកុហកច្រើនអញ្ចឹងទៅបងប្អូនអរគ្នាអញ្ចឹងការដែលធ្វើនេះគឺដូចគាត់និយាយគឺជាការធ្វើបណ្ដោះអាសន្នដើម្បីសម្រួលចរាចរណ៍មួយរយៈខ្លីតែប៉ុណ្ណោះណាហើយតម្រាំដែលយើងអាចធ្វើឡើងវិញបានគឺរងចាំអាកាសធាតុអំណោយផលសិនណាហ្នឹងយើងអាចធ្វើថាគេចាក់កស៊ូចាក់អីគេធ្វើមិនអាហ្នឹងជាបច្ចេកទេសរបស់គេផ្សេងទៀតអរគុណបងប្អូនអរគ្នាសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះពីដើមដល់ចប់មានមតិយោបល់យ៉ាងណាបងប្អូនអាចជួយ comment ខាងក្រោមបងជួយ comment ខាងក្រោមផងហើយបើសិនជាខ្ញុំនិយាយទៅមិនត្រូវចិត្តបងប្អូនទេក៏សូមខន្តីភ័យទោសបងប្អូនអរគ្នានេះគ្រាន់តែជាមតិយោបល់របស់ខ្ញុំទេគ្រាន់តែជាគំនិតរបស់ខ្ញុំទេណាខ្ញុំមិនចង់ឃើញបងប្អូនទាំងអស់គ្នាណានាំគ្នាជន់ពន្លិចអ្នកដែលគាត់មានចិត្តនៅក្នុងការឈឺឆ្អាលជាមួយនឹងប្រជាជនមើលឃើញពីទុក្ខលំបាករបស់ប្រជាជនទេយើងគួរតែជួយលើកដង្កើងគាត់ខ្លះទៅប៉ុន្តែចំណុចដែលយើងមិនអាចទទួលបានយើងនិយាយសុបួរទៅបងប្អូនអរគ្នាខ្ញុំឃើញបងប្អូនខ្លះឌីលប្រមាថ
ហើយមើងងាយមិនធម្មតាមើងងាយមន្ត្រីហ្នឹងទេណាមើងងាយទៅដល់ជាតិសាសន៍ខ្លួនឯងប្រទេសជាតិខ្លួនឯងទៀតណាយកប្រទេសខ្លួនឯងទៅប្រៀបធៀបមួយប្រទេសគេដទៃជាពិសេសពួកបកប្រឆាំងខ្ញុំមើលឃើញណាគឺឱកាសនេះគឺគាត់ជន់បលិចហ្មងបងប្អូនណាជន់បលិចមែនតើហ្មងណាទៅជេរដល់ថ្នាក់ដឹកនាំជេរដល់អីណានោះទៀតបងប្អូនអ្នកគ្នាណាអញ្ចឹងខ្ញុំអត់យល់ដែរដល់ពេលអញ្ចឹងយើងវារំលងពីការពិតពេកទេបងប្អូនអ្នកគ្នាណារំលងពីការពិតពេកអូខេអរគុណសម្រាប់ការតាមដានទស្សនាវីដេអូខ្ញុំពីដើមដល់ចប់ជូនពរសុខភាពល្អសំណាងល្អជួបខ្ញុំវីដេអូក្រោយទៀតបាយបាយ